មានមនុស្សចំនួន720នាក់រងរបួសនៅក្នុងពេលកងសន្តិសុខខណ្ឌដូនពេញរាជធានីភ្នំពេញប្រើកម្លាំងដោយហិង្សាវាយលើអ្នកតវ៉ារឿងដីធ្លីមកពីខេត្តព្រះវិហារនៅថ្ងៃទី20តុលាក្នុងចំណោមអ្នករងរបួសគឺមានកុមារផងពលរដ្ឋដែលមានបញ្ហាដីធ្លីនៅឃុំកន្ទួតស្រុកជាំខ្សានខេត្តព្រះវិហារជិត100នាក់នាំគ្នាព្យាយាមយកលិខិតសុំអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប៉ុន្តែកងសន្តិសុខនៅសួនច្បារនាគបាញ់ទឹកខាងកើតវិមានឯករាជ្យបានរារាំងក្បួនអ្នកតវ៉ាដោយមិនឲ្យចូលទៅជិតផ្ទះលោកនាយករដ្ឋមន្ត្រីឡើយបងប្អូនទាំងពីរមានណាស់នៅខេត្តព្រះវិហារមាន3ភូមិរកជួបអ្នកបាក់ដីធ្លីរកភាពយុត្តិធម៌មិនឃើញទេបាទអត់បាយអត់ទឹកនៅតាមវាខេត្តអីក៏លោកមិនជួយរកភាពយុត្តិធម៌ឲ្យបងប្អូនខ្ញុំផងនៅវេលាថ្ងៃត្រង់កងសន្តិសុខខណ្ឌដូនពេញរាប់សិបនាក់ដែលគាំទ្រពីក្រោយដោយកងអាវុធហត្ថរាប់រយនាក់បានប្រើអំពើហិង្សាបណ្ដេញអ្នកតវ៉ាចេញពីទីនោះអ្នករបួសដែលអាជ្ញាធរវាយត្រូវបានពេទ្យអង្គការការពារសិទ្ធិមនុស្សលីកាដូជួយសង្គ្រោះនិងព្យាបាលមន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតឲ្យដឹងថាការវាយបង្ក្រាបដោយហិង្សារបស់អាជ្ញាធរមួយប្រាវនោះខាងលោកបានទទួលអ្នកដែលរងរបួសទាំងក្មេងនិងចាស់ជិត20នាក់ក្នុងនោះមាន5នាក់រងរបួសធ្ងន់អ្នកដែលរងរបួសនឹងចំនួន18នាក់ដែលកំពុងតែព្យាបាលនៅអង្គការលីកាដូនេះបាទនៅក្នុងនោះយើងឃើញមានរបួសធ្ងន់5នាក់ហើយផុតពីនឹងគឺមិនជាស្រាលប៉ុន្មានទេប៉ុន្តែយើងចាត់ទុកថាមធ្យមហើយក្នុងនោះក៏មានប៉ះពាល់ទៅដល់កុមារដែលមកតាមម្ដាយមកតាមឪពុកនឹង3នាក់ទៀតគឺ10ឆ្នាំមួយ5ឆ្នាំមួយនិង2ឆ្នាំមួយទៀតបាទដែលត្រូវរងរបួសដោយសារអំពើហិង្សានេះផងដែរដែលយើងគិតថានេះជាអំពើខុសខើដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសិទ្ធិមនុស្សហើយអំពើហិង្សាទាំងអស់នេះមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាតហុកប្រចាំខេត្តព្រះវិហារលោកឡាវច័ន្ទចាត់ទុកការបង្ក្រាបដោយហិង្សាលើអ្នកតវ៉ារឿងដីធ្លីមកពីខេត្តព្រះវិហារនេះថាជាការរំលោភសិទ្ធិមនុស្សគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីព្រោះពួកគាត់ឡើងទៅតវ៉ាគឺតវ៉ាដោយសន្តិភាពក៏ដូចជាមិនបានប្រើហិង្សាទៅនឹងក្រុមអាជ្ញាធរណាមួយទេហើយពេលពួកគាត់នាំគ្នាតវ៉ាបែរជាអាជ្ញាធរទៅវាយដំរហូតមានរបួសបែបនេះគឺជាការរំលោភសិទ្ធិមនុស្សហើយក៏ជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក្នុងការតវ៉ាដើម្បីរកយុត្តិធម៌ជូនពួកគាត់នេះដែរនៅក្នុងលិខិតសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រុមអ្នកតវ៉ាបានសរសេរថាពលរដ្ឋដែលមានបញ្ហាដីធ្លីនេះមានចំនួន331គ្រួសារគឺស្ថិតនៅក្នុងស្រុកជាំខ្សាននិងក្រុងព្រះវិហារខេត្តព្រះវិហារពួកគាត់ឲ្យដឹងថាបញ្ហាដីធ្លីនេះកើតឡើងចំពោះពលរដ្ឋ78គ្រួសារនៅពេលដែលអាជ្ញាធរចង់ពង្រីកវាលយន្តហោះរីឯពលរដ្ឋ253គ្រួសារទៀតត្រូវបានអាជ្ញាធរឈូសឆាយនិងដុតផ្ទះសម្បែងសាលានិងវត្តហើយឲ្យពួកគាត់ទៅរស់នៅក្នុងចម្ការមីនមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាតហុកប្រចាំខេត្តព្រះវិហារលោកឡាវច័ន្ទបញ្ជាក់បន្ថែមថានៅឆ្នាំ2012ពលរដ្ឋយល់ព្រមតាមអាជ្ញាធរដោះដូរដីពីឃុំកន្ទួតទៅរស់នៅទីតាំងថ្មីឈ្មោះស្រះក្ដុលលោកថាការយល់ព្រមនោះក៏ព្រោះតែអាជ្ញាធរខេត្តធ្លាប់សន្យានឹងពលរដ្ឋថានឹងរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវទឹកភ្លើងសម្រាប់ពលរដ្ឋដែលរើទៅនៅទីនោះប៉ុន្តែរហូតមកដល់ពេលនេះមិនមានអ្វីដូចការសន្យាទេភាពជាក់ស្ដែងនៅស្រះក្ដុលដែលពួកប្រជាពលរដ្ឋក៏ដូចជាសហគមន៍កំពុងរស់នៅសពថ្ងៃនេះគឺពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធឲ្យបានច្បាស់លាស់ទេប្រព័ន្ធទឹកភ្លើងអត់តែម្យ៉ាងវិញទៀតដីកសិកម្មក៏ដូចជាដីផ្គរកើនផលរបស់ពួកគាត់គឺមានអញ្ចឹងហើយបានពួកគាត់ចង់ដូរទៅនៅទីតាំងចាស់របស់ពួកគាត់វិញហ្នឹងនៅព្រឹកថ្ងៃទី20តុលាដដែលមុនពេលហែក្បួនទៅរកអន្តរាគមន៍ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពលរដ្ឋបានហែញ៉ាត់ទៅដាក់នៅតាមស្ថានទូតមួយចំនួនដូចជាស្ថានទូតចិនរុស្ស៊ីអូស្ត្រាលីនិងរដ្ឋសភាជាដើមដើម្បីឲ្យស្ថានទូតនិងស្ថាប័នទាំងនោះធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យជួយដោះស្រាយរឿងដីធ្លីជូនពួកគាត់